វីដេអូនេះនិយាយអំពីខួបដំណើរការនៃសារធាតុធ្វើឲ្យត្រជាក់ដែលគោលដៅនៃវីដេអូនេះអ្នកសិក្សាទាំងអស់គ្នាមានសមត្ថភាពក្នុងការកំណត់តួនាទី compressor តួនាទី condenser តួនាទីបំពង់ការពន្លានិងតួនាទីរបស់ evaporator ជាទូទៅក្នុងប្រព័ន្ធបរិក្ខារត្រជាក់ដាច់ខាតត្រូវតែមានគ្រឿងបង្គុំសំខាន់ៗចំនួន4ដែលអាចធ្វើឲ្យត្រជាក់បានគឺ compressor condenser ការពន្លានិង evaporator ដែលមិនអាចខ្វះមួយណាបានឡើយដូច្នេះក្នុងវីដេអូនេះយើងនឹងឆ្វេងយល់សិក្សាពីតួនាទីគ្រឿងបង្គុំសំខាន់ៗទាំងនេះ 1. តួនាទី compressor សម្រាប់ compressor គឺមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធដំណើរការបរិក្ខារត្រជាក់ដូចជាការស្រូបយកចំហាយសារធាតុធ្វើឲ្យត្រជាក់ពី evaporator ឬបំណែកចំហាយសារធាតុនោះឲ្យមានសីតុណ្ហភាពនិងសម្ពាធខ្ពស់បន្ទាប់មកវាបញ្ជូនចំហាយទាំងនោះទៅក្នុង condenser 2. តួនាទីរបស់ condenser បន្ទាប់មក condenser ក្រោយពីទទួលសារធាតុធ្វើឲ្យត្រជាក់ដែលជាចំហាយពី compressor មកវាក៏បញ្ចុះកម្ដៅសារធាតុទាំងនោះឲ្យបង់ក្លាយទៅជាសារធាតុរាវ 100% ដែលធ្វើឲ្យសម្ពាធនិងសីតុណ្ហភាពចុះទាបការបញ្ចុះកម្ដៅនេះធ្វើឡើងដោយអាចជាទឹកខ្យល់និងទឹកផងខ្យល់ផងរួមគ្នា 3. តួនាទីរបស់បំពង់ការពន្លាបន្ទាប់ពី condenser បង់ក្លាយសារធាតុទាំងនោះរួចសារធាតុទាំងនោះក៏ត្រូវបានរត់ឆ្លងកាត់បំពង់ការពន្លាដែលមានតួនាទីជាអ្នកកំណត់បរិមាណសារធាតុធ្វើឲ្យត្រជាក់បានសមស្របតាមរបបកំណត់មួយជាក់លាក់មុនចូលទៅក្នុង evaporator 4. តួនាទីរបស់ evaporator បន្ទាប់មកសារធាតុរាវទាំងនេះត្រូវបានហូរចូលទៅក្នុង evaporator ដែលជាគ្រឿងបង្គុំមួយប្រើសម្រាប់ធ្វើឲ្យសារធាតុរាវទាំងនោះពុះភាយទៅជាចំហាយទាំងស្រុងដោយការប្រើកម្ដៅហើយកម្ដៅទាំងនោះបានមកពីការស្រូបយកពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនវាដូចជានៅក្នុងបន្ទប់ពីខ្យល់មនុស្សនិងរបស់ខ្លះផ្សេងជាដើមដែលជាមូលហេតុធ្វើឲ្យបរិយាកាសនៅជុំវិញនោះចុះត្រជាក់ទៅតាមរបបកំណត់ដំណើរការនេះប្រព្រឹត្តទៅសារចុះសារឡើងឥតឈប់ឈរបង្កើតបានជាខួបនៃសារធាតុធ្វើឲ្យត្រជាក់ក្រោយពីទស្សនាវីដេអូនេះចប់អ្នកសិក្សាទាំងអស់គ្នាមានសមត្ថភាពបកស្រាយពីខួបដំណើរការនៃសារធាតុធ្វើឲ្យត្រជាក់ដោយផ្ដោតលើគ្រឿងបង្គុំសំខាន់ៗដូចជា compressor condenser បំពង់ការពន្លានិង evaporator អរគុណសម្រាប់ការយកចិត្តទុកដាក់ទស្សនាលើវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់